បាទបាទក្បាលវីដេអូខ្ញុំសូមស្វាគមន៍បងប្អូនមើលវីដេអូដែលខ្ញុំកំពុងធ្វើនេះគឺខ្ញុំនឹងនាំបងប្អូនទៅកាន់បាទពលានយន្តហោះថ្មីគឺពលានយន្តហោះអន្តរជាតិតេជោដែលស្ថិតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញគឺមានចម្ងាយ19.3 គីឡូម៉ែត្រចាំច្បាស់មែនតើភាសាគេប្រាប់ដែរបាទអញ្ចឹងឥឡូវធ្វើដំណើរមកដល់លើស្ពានអាកាសតេជោហើយគឺស្ពានអាកាសមឹងកបែកទេបងប្អូនហៅថាមឹងកបែកនៅលើស្ពានហ្នឹងគឺមានប្រតិកលាគ្នាច្រើនពូបែកជាផ្លូវទៅឆ្វេងផងស្ដាំផងត្រង់ផងអញ្ចឹងបងប្អូនឡើងលើស្ពានទៅប្រយ័ត្នផ្លែងវែងបាទឥឡូវមកដល់ផ្លូវ60ម៉ែត្រហើយបងប្អូនបាទ60ម៉ែត្រឥឡូវហ្នឹងដើម្បីបង្ការគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតឡើងអញ្ចឹងសាលារាជធានីភ្នំពេញបានដាក់របាំងពុះបដាលហើយបងប្អូនឥឡូវយើងមកដល់បាទពោះផ្លូវ60ម៉ែត្រមកដល់ផ្លូវបេតុងបាទឆ្ពោះមកកាន់រាជហោះតេជោហើយបងប្អូនឃើញទេនេះរូបភាពដែលបានបង្ហាញខាងឆ្វេងដៃបងប្អូនឃើញស្ទឹកកណ្ដាលផ្កាអញ្ចឹងនៅក្នុងពេលវេលាដែលខ្ញុំទៅនោះគឺម៉ោងខែ3បងប្អូនខែ3អញ្ចឹងមុននឹងការដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការតាមគម្រោងនោះគឺខែកក្កដា2025ជាងនឹងតែខ្ញុំទៅនេះទៅខែមីនាបាទចន្លោះប្រហែលជាចាំបានគឺថ្ងៃ20ជាងបាទអញ្ចឹងទាំងអស់ហ្នឹងគឺបងប្អូនមើលឃើញទាំងអស់ហ្នឹងគឺជារូបភាពដែលមិនទាន់ដោយដំណើរការជាផ្លូវការទៅឡើយទេហើយយើងឃើញថាផ្លូវ highway ទៅគឺទលីមែនតើបាទនៅពេលដែលផ្លូវនៅពេលដែលអាកាសធាតុអន្តរជាតិតេជោបើកដំណើរការបងប្អូនដែលធ្វើដំណើរទៅគឺគាត់មានភាពងាយស្រួលបាទងាយស្រួលដល់បងប្អូនអ្នករត់កង់3ផងដល់រត់តាក់ស៊ីផងអ្នកបងប្អូនទៅឡើងយន្តហោះផងអ្នកមកវិញយន្តហោះផងទៅនោះមែនតើបាទបងប្អូនមិនចាប់អារម្មណ៍ទេបាទខាងសងខាងផ្លូវបងប្អូនញ៉ាំទ្រូងផ្លូវនេះគឺអ្នករៀបចំតាមដើមឈើស្អាតបដាហើយតម្រង់ទៅដល់ខែកក្កដាបើសម្ពោធហ្នឹងបាញ់ទឹករាល់ថ្ងៃទៅដើមឈើទាំងអស់ស្រស់បំពងហើយដើមផ្កាក៏ចឹងនេះជាមុខមាត់របស់ខ្មែរយើងដែរដែលយើងមានពលានយន្តហោះធំដែលអាចចតយន្តហោះធំខ្នាតអន្តរជាតិបានជាប្រវត្តិសាស្ត្ររបស់កម្ពុជាហើយទៅតាមដងផ្លូវយើងក៏មានការរៀបចំឌីហ្សាញបែបធម្មជាតិទាក់ទាញភ្ញៀវទេសចរដែរជាការលើកមុខមាត់ដែររបស់ខ្មែរយើងបងប្អូនបាទអញ្ចឹងគ្រាន់តែថាយើងមកដល់កម្ពុជាភ្លាមចុះពីលើយន្តហោះភ្លាមភ្ញៀវជាតិយើងដែលធ្លាប់ធ្វើដំណើរគាត់ដឹងទេតែភ្ញៀវដែលអត់ធ្លាប់មកឬក៏ភ្ញៀវទេសចរផ្សេងឬមួយអ្នកដែលវិនិយោគគាត់មកវិនិយោគនៅស្រុកខ្មែរគាត់តែឃើញពលានហើយឃើញការតុបតែងសួនច្បារអមសងខាងផ្លូវហ្នឹងគឺថាទុកចិត្តហ្មងចង់វិនិយោគមួយខ្មែរយើងឃើញថាហេដ្ឋារចនាសម្ព័ន្ធយើងល្អអញ្ចឹងការទុកចិត្តដល់ធ្វើឲ្យប្រទេសយើងល្អនឹងក៏ជាការធ្វើឲ្យមានការទុកចិត្តពីសម្រាប់ភ្ញៀវវិនិយោគក្នុងប្រទេសកម្ពុជាយើងដែរបាទអញ្ចឹងនេះជាប្រវត្តិសាស្ត្របងប្អូនខ្ញុំគាត់ថាធ្វើវីដេអូនឹងបង្ហាញជូនដល់បងប្អូនក្នុងបណ្ដាញសង្គមឲ្យបានឃើញមុនពេលដែលបងប្អូនទៅពលានយន្តហោះអន្តរជាតិខ្លះគាត់ទៅរាល់ថ្ងៃឬបងប្អូនកម្មករហើយគាត់ធ្វើការនៅហ្នឹងគាត់ទៅរាល់ថ្ងៃគាត់ថាពេលខ្លះគាត់អត់មានពេលថតវីដេអូខ្ញុំក៏ឆ្លៀតដែរខ្ញុំមកមានពេលដែរខ្ញុំក៏ធ្វើការដែរបាទអញ្ចឹងឆ្លៀតធ្វើវីដេអូបាទហើយអ្វីដែលបងប្អូនឃើញខាងលើហ្នឹងគឺចដើរឡើងឡានជាឡានឡើងម៉ូតូឡើងបានតែដល់ជាន់ទី2បាទប៉ុន្តែខ្ញុំមិនបានទៅឡើងជាន់ទី2ទេដោយសារតែលើកទី1ដែលខ្ញុំទៅដែរអញ្ចឹងខ្ញុំមកពាត់មកខាងក្រោមបាទពាត់មកខាងក្រោមក៏អត់ខុសដែរគាត់ថាផ្លូវឡានហ្នឹងយើងអាចឃើញបងកម្មករគាត់កំពុងតែធ្វើការបាទអញ្ចឹងពលានគឺធំណាស់បងប្អូនបាទធំណាស់លើផ្ទៃដីទាំងមូលល្មងគឺរហូតដល់2600ហិកតាបាទខ្ញុំចាំមិនភ្លេចទេណាបាទធំណាស់បាទផ្លូវនេះគឺពលាននេះគឺធំណាស់បាទអញ្ចឹងនេះសកម្មភាពដែលបងប្អូនបានឃើញរូបភាពហ្នឹងខ្ញុំផ្ដិតឲ្យឃើញរូបភាពទាំងអស់ហ្នឹងគឺដោយសារតែមុនពេលដែលតែបើកដំណើរការជាផ្លូវការអញ្ចឹងដូចជាខ្ញុំទៅហ្នឹងថ្ងៃទី21មិនដឹងទេគឺគាត់ប្រាប់ថា99% ហើយ95%ហើយស្ថាបនារួច
រួចណាបាទអញ្ចឹងនៅសល់តែ5%ទេរួចរាល់ជាថាពោហើយបាទហើយពលាននេះយើងជិះឡានជិះម៉ូតូរៀងឆ្ងាយគួរសមដែរអញ្ចឹងបងប្អូននេះច្រឡំគេថាច្រឡំហ្គេតមួយហ្គេតអីណាហើយធ្វើដំណើរស្មើជើងអីអាចពិបាកដែរពីគាត់ទៅសិង្ហបុរីទៅប្រទេសគេអីថាអូយប្រទេសគេក៏ពលានយន្តហោះក៏ធំម្លេះរវល់ម្លេះអញ្ចឹងមកដល់ពលានយន្តហោះថ្មីរបស់យើងរងចាំតាមដានទាំងអស់គ្នាដែរថាតើរវល់អត់បើឥឡូវនេះឃើញថាធំហើយបាទមែនតើមកព្រោះអស់ចាណាស់បាទតាមខ្ញុំបាទបងប្អូនខ្ញុំមិនគិតថាបងប្អូនគិតមិនទេបាទខ្ញុំអស់ចាណាស់បាទមានការឌីហ្សាញស្អាតហើយនេះគឺថាថារត់បាទអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំដូរអាវឡើង3 4បន្លែមិនមែនចង់ស្អាតទេដោយសារតែក្រុមការងារតម្រូវបាទអញ្ចឹងវាអាចជីឡានផ្សេងទៅដល់កន្លែងនឹងផ្សេងហើយបន្ទាប់មកទៀតពាក់អាវខាងក្រៅទៀតព្រោះតម្រូវក្រុមការងារត្រូវទៅបញ្ចូលទៅក្នុងយើងមិនទាន់ធ្វើហើយអញ្ចឹងខ្លាចមានបញ្ហាគ្រោះថ្នាក់កើតឡើងជាយថាហេតុត្រូវពាក់មុខដូចវិស្វករអញ្ចឹងបាទវិស្វករអញ្ចឹងអាវចាំងផ្លេតអញ្ចឹងទៅផ្លេចបាទហើយនេះគឺគម្រោងយន្តហោះទាំងមូលប្លង់គោលរបស់វាបាទអញ្ចឹងខ្ញុំក៏ឆ្លៀតប្រឌិតតិចជូនបងប្អូនមើលជូនខ្លួនឯងមើលទុកជាអនុស្សាវរីយ៍ទៅបាទព្រោះថាមិនងាយបានទៅទេបើសិនជាមិនមានការងារក៏អត់មានសិទ្ធិណាចូលទៅដល់នឹងដែរបាទមានតែក្រុមការងារដែលមានមុខការភារកិច្ចធ្វើការនៅនឹងបានចូលបាទអញ្ចឹងក៏មានដឹកយករូបភាពបដាទុកទៅហើយសម្រាប់ខ្លួនយើងបងប្អូនបានទស្សនាផងដែរបាទអញ្ចឹងបើតាមការលើកឡើងរបស់អ្នកគ្រប់គ្រងលោកខ្លាចដូចបានគាត់លើកឡើងថានៅជាន់ទី2ដូចជាតែបានបង្ហាញអ្នកដែលបងប្អូនទៅបាននឹងឃើញថាគាត់អាចទៅដល់បាទដល់ជួបបងប្អូនឡើងទៅដល់លើនឹងហ្មងបាទមិនដូចពុនតុងយើងទៅក្រៅទេបានតែដល់ពីថ្មីយើងទៅដល់ក្នុងតំណងជ្រៅអីហ្នឹងបាទអញ្ចឹងចុងក្រោយនេះគឺខ្ញុំទៅធ្វើការបងប្អូនឃើញថាបងប្អូនទៅជីឡាទៅចុងក្រោយគឺខ្ញុំទៅធ្វើការបាទអស្ចារ្យណាស់បាទទៅពលានយន្តហោះថ្មីពិតមានមោទនភាពមែនហើយអរគុណចំពោះការតាមដានទស្សនាដែរបាទ